បាទសម្រាប់សូមគោរពសម្ដេចទ្រង់អ្នកដើមលោកជំទាវអស់លោកស្រីទាំងអស់និងជាពិសេសសូមដល់ជំរាបសួរដល់បងប្អូននិស្សិតទាំងអស់ដែលបានស្ដាប់នៅកម្មវិធីរបស់យើងខ្ញុំបាទឈ្មោះទៀងរមនីគឺជាសាកលវិទ្យារងនៃសាកលវិទ្យាល័យជាសុខាភិបាលនិងជាអ្នកសម្របសម្រួលនៅក្នុងកម្មវិធីវេទិកាវិជ្ជាជីវៈសុខាភិបាលរបស់សាកលវិទ្យាល័យជាសុខាភិបាលនៅថ្ងៃនេះសាកលវិទ្យាល័យមានកិត្តិយសដែលរៀបចំនៅកម្មវិធីវេទិកាវិជ្ជាជីវៈសុខាភិបាលដែលមានការចូលរួមពីវាគ្មិនដែលជារួមច្បងរបស់យើងចំនួន2រូបដែលខ្ញុំបានសូមអនុញ្ញាតជម្រាបជូនក្នុងពេលនេះครับទី1គឺមានលោកគ្រូមុតសុផនមកជំរាបសួរគ្រូជម្រាបសួរបាទទី2គឺយើងមានលោកនាងសារ៉េតបាទជំរាបសួរលោកគ្រូបាទខ្ញុំបាទសូមជម្រាបជូនថាលោកគ្រូមុតសុផនគឺជានាយសាស្ត្រផ្នែករូបភាពវិទ្យាសាស្ត្រនៃមន្ទីរពេទ្យកាល់ម៉ែតលោកគ្រូបានសិក្សាថ្នាក់បញ្ញាបត្ររងបច្ចេកទេសវិទ្យាសាស្ត្រក្នុងឆ្នាំ1985ដល់1988នៅប្រទេសហុងហ្គ្រីបានបន្តនៅការបណ្ដុះបណ្ដាលលើជំនាញវិជ្ជាជីវៈវិទ្យាសាស្ត្រពីឆ្នាំ2005ដល់ឆ្នាំ2006នៅប្រទេសជប៉ុនលោកគ្រូគឺជាគ្រូបង្គោលបង្រៀនជំនាញបច្ចេកទេសវិទ្យាសាស្ត្រនៅមន្ទីរពេទ្យកាល់ម៉ែតហ្នឹងគឺតាំងពីឆ្នាំ1990មកម្ល៉េះបាទហើយលោកគ្រូគឺជាលោកគ្រូវិទ្យាការនៃសាកលវិទ្យាល័យជាសុខាភិបាលរបស់យើងខាងផ្នែកជំនាញវិទ្យាសាស្ត្រតាំងពីឆ្នាំ2007រហូតដល់ពេលបច្ចុប្បន្នហើយបច្ចុប្បន្ននេះលោកគ្រូគឺជានាយផ្នែករូបភាពវិទ្យាសាស្ត្រនៃមន្ទីរពេទ្យកាល់ម៉ែតចាប់ពីឆ្នាំ1990មកដល់ពេលបច្ចុប្បន្នហើយបន្តមកទៀតខ្ញុំបាទសូមគោរពជូនវាគ្មិនទី2គឺលោកនាងសារ៉េតបានទៅសួរជាថ្មីបាទលោកគ្រូនាងសារ៉េតគឺជាមន្ត្រីផ្នែកបច្ចេកទេសវិទ្យាសាស្ត្រដែលបានសិក្សាថ្នាក់បរិញ្ញាបត្ររងពីរដ្ឋាភិបាលពីឆ្នាំ93ដល់ឆ្នាំ96នៅសាកលវិទ្យាល័យសុខាភិបាលបានបន្តនៅថ្នាក់បរិញ្ញាបត្រគិលានុបដ្ឋាកពី2013ដល់2014នៅសាកលវិទ្យាល័យជាសុខាភិបាលដដែលលោកគ្រូបង្រៀនជំនាញថែទាំនៅសាកលវិទ្យាល័យជាសុខាភិបាលចាប់ពីឆ្នាំ2003មកបាទហើយបច្ចុប្បន្នលោកគ្រូគឺជាអ្នកគ្រប់គ្រងកម្មវិធីថ្នាក់បរិញ្ញាបត្ររងបច្ចេកទេសវិទ្យាសាស្ត្ររបស់សាកលវិទ្យាល័យជាសុខាភិបាលថ្ងៃនេះគឺជាកម្មវិធីដែលពាក់ព័ន្ធទៅនឹងការវិជ្ជាជីវៈបាទលើកកម្ពស់នៅវិជ្ជាជីវៈសុខាភិបាលដែលយើងឃើញថាប្រទេសកម្ពុជានៅពេលបច្ចុប្បន្ននេះគឺមានការរីកចម្រើនដូច្នេះគឺមានការទាមទារនៅការផ្ដល់នូវសេវាសម្បូរបែបនានាក្នុងគោលបំណងលើកកម្ពស់នៅសុខុមាលភាពរបស់ប្រជាជនកម្ពុជាដូច្នេះគឺយើងមានការទាមទារនៅជំនាញជាច្រើននៅក្នុងវិស័យវិទ្យាសាស្ត្រសុខាភិបាលដូច្នេះហើយសាកលវិទ្យាល័យសុខាភិបាលបានរៀបចំនៅវេទិកាវិជ្ជាជីវៈសុខាភិបាលនេះក្នុងគោលបំណងលើកកម្ពស់ជូនទៅដល់សាធារណជនជាពិសេសគឺសិស្សបងប្អូននិស្សិតបងប្អូនដែលជាសិស្សដែលប្រឡងជាប់នៅមធ្យមសិក្សាទុតិយភូមិក្នុងពេលបច្ចុប្បន្ននេះថ្មីនេះគឺអាចជាឱកាសដែលបងប្អូនអាចស្ដាប់ហើយអាចស្គាល់នៅវិជ្ជាជីវៈទាំងអស់នេះថាតើវិជ្ជាជីវៈហ្នឹងគឺមានផលប្រយោជន៍យ៉ាងដូចម្តេចខ្លះជួយនៅក្នុងការលើកកម្ពស់សុខុមាលភាពប្រជាជនបាទថ្ងៃនេះយើងមានប្រធានបទទី1ក្នុងចំណោម4ប្រធានបទដែលលើកជាសំណួរសួរថាតើហេតុអ្វីបានជានិស្សិតគួរជ្រើសរើសវិជ្ជាជីវៈបច្ចេកទេសវិទ្យាសាស្ត្របាទអញ្ចឹងក្រោយពីបានស្ដាប់រួចមកគឺថាសាធារណជននឹងអាចពន្យល់អំពីលក្ខណៈពិសេសនៃវិជ្ជាជីវៈបច្ចេកទេសវិទ្យាសាស្ត្រអាចបកស្រាយនៅភាពច្រឡំនានាដែលពាក់ព័ន្ធទៅនឹងបច្ចេកទេសវិទ្យាសាស្ត្រហើយអាចពន្យល់បានថាហេតុអ្វីបានជាបច្ចេកទេសវិទ្យាសាស្ត្រមានសារៈសំខាន់ក្នុងការលើកកម្ពស់សុខុមាលភាពប្រជាជនហើយនឹងអំពីកន្លងសិក្សាថាតើដើម្បីខ្លាយទៅជាអ្នកបច្ចេកទេសវិទ្យាសាស្ត្រនៅសាកលវិទ្យាល័យជាសុខាភិបាលតើយើងសិស្សតើត្រូវមានកន្លងសិក្សាយ៉ាងដូចម្តេចបាទអញ្ចឹងជាបឋមខ្ញុំបាទសូមគោរពសួរដល់លោកគ្រូបាទបាទលោកគ្រូតើអ្វីជាវិជ្ជាជីវៈបច្ចេកទេសវិទ្យាសាស្ត្រហ្នឹងលោកគ្រូបាទសូមអញ្ជើញបាទជាបឋមសូមគោរពសាធារណជនសាជាថ្មីថ្ងៃនេះមានកិត្តិយសបានមកបង្ហាញអំពីមុខជំនាញបច្ចេកទេសវិទ្យាសាស្ត្រដល់បងប្អូនសិស្សនិស្សិតឬក៏កូនណាយើងថាអាយុច្រើនដែរហើយបាទនិយាយទៅយើងធ្វើការ37ឆ្នាំជាងហើយបាទនៅតែប្រកបនឹងស្រឡាញ់វិជ្ជាជីវៈទៀតដដែលដល់យើងទើបតែកើតក្រោយគេណាពីដើមយើងហៅថារ៉ាឌីប្រូស៊ីបាទព្រោះដោយសារអីមានតែម៉ាស៊ីនរ៉ាឌីទេដែលថតឲ្យឆ្លុះគឺម៉ាស៊ីននេះគឺយើងធ្វើការពិនិត្យសុខភាពជូនប្រជាពលរដ្ឋនឹងការព្យាបាលដោយការបាក់បែកឬក៏មានជំងឺណាមួយសង្ស័យណា
គឺយើងមានម៉ាស៊ីននោះធ្វើហើយនៅសុំម៉ាស៊ីនរ៉ាឌីយ៉ូក្រាហ្វីនោះឯងខ្ញុំសូមលម្អិតពីម៉ាស៊ីនមួយសិនដើម្បីថាតើកូនសិស្សគាត់ចាប់អារម្មណ៍យ៉ាងម៉េចឬក៏អតិថិជនយើងគាត់និយាយយ៉ាងណាយើងមានម៉ាស៊ីនថតយើងហៅរ៉ាឌីយ៉ូក្រាហ្វីធម្មតាណាធំនៅកន្លែងដែលដាក់មិនបំលាស់ទីទេគឺម៉ាស៊ីនហ្នឹងគឺមានប្រភេទថតពីក្បាលដល់ជោគជើងទាំងអស់ហើយនឹងបូកជាមួយនឹង Fluoroscopy មួយទៀតឆ្លុះនោះគឺយើងមើលខាងក្នុងណាដូចជាខ្ញុំឧទាហរណ៍មួយពីដើមស្រុកយើងនៅក្រតែបច្ចុប្បន្នក៏នៅមានការប្រើដែរគឺយើងប្រើឆ្លុះយើងពិនិត្យសុខភាពកាលណាយើងមុននឹងបានជាប់ជាមន្ត្រីរាជការអីមួយគេឲ្យបំពេញបែបបទពិនិត្យសុខភាពចឹងក្នុងនោះគឺយើងថតសួតមួយហើយការពិនិត្យឈាមបាទតែពីមុខហ្នឹងគឺយើងបំពេញការងារជាមន្ត្រីរាជការចូលទៅក្រសួងនានាណានេះជាប្រវត្តិរបស់យើងផ្នែកសុខភាពហើយទី2គឺការប៉ះទង្គិចណាការរករោគវិនិច្ឆ័យក្អកអីជាដើមហ្នឹងគឺយើងគឺការថតហើយនៅក្នុងបច្ចេកវិទ្យានេះដែរគឺការក្រោយពីការពិនិត្យតាមដានសុខភាពក៏យើងបច្ចេកវិទ្យាយើងថែមមកទៀតគឺយើងរហូតដល់ថ្នាក់ធ្វើកាត់ព្យាបាលដោយអន្តរាគមន៍វិទ្យុសាស្ត្របាទអញ្ចឹងវាមានពីរកន្លែងខាង imagery គឺយើងមានគេហៅ angiography ដែលម៉ាស៊ីនមួយបើនិយាយពីតម្លៃថ្លៃបាទរាប់លានណាហើយខ្ញុំនិយាយមិញគឺសតពី3លានណាហើយយើងខាង oncology department មួយទៀតព្យាបាលដោយកម្មរស្មីដែលអតិថិជនប្រជាជនយើងដែលគាត់មានលទ្ធភាពពីដើមទៅក្រៅប្រទេសបានជា department ផ្សេងណាគឺព្យាបាលដូចគ្នាអញ្ចឹងនៅក្នុងឧបករណ៍ទាំងនោះថ្លៃទំនើបមានច្រើនមានម៉ាស៊ីនថតសូដានមានម៉ាស៊ីនមើលដោយសំឡេងអេកូយើងហៅ ultrasound CT scan បាទ MRI ដែលមិនប្រើកម្មស្មីទេបាទនោះក៏ជួយរករោគវិនិច្ឆ័យទាន់ពេលវេលាឧទាហរណ៍អ្នកដែលគាត់លើសឈាមណាមុន6ម៉ោងគឺគាត់ stroke ណាគឺយើងមកធ្វើ EM តាន់គឺយើងធ្វើការព្យាបាលមិនតាន់ដោយអង្គជំរាបយើងធ្វើត្រឹមតែត្រឹមនេះជួយទប់សរសៃឈាមគឺมันឲ្យគាត់កើតភាពនេះការព្យាបាលនេះយើងជ្រៅតិចណាបាទសំខ្លីសិនចឹងសូមសារៈសំខាន់បាទលោកគ្រូសូមខ្លីសូមកាត់លោកគ្រូតិចថាលោកគ្រូរៀបរាប់ឲ្យថាអ្នកដែលគាត់បច្ចេកទេសវិទ្យុសាស្ត្រហ្នឹងគឺមានឧបករណ៍ទំនើបគាត់អាចជួយក្នុងការថតឆ្លុះនានាបាទចង់ឲ្យលោកគ្រូជួយសង្ខេបខ្លីពីម៉ាត់ថាឥឡូវអ្នកវិទ្យាជីវៈវិទ្យុសាស្ត្រហ្នឹងគឺជាអ្នកមានវិជ្ជាជីវៈយ៉ាងម៉េចក្នុងវិស័យសុខាភិបាលហ្នឹងបាទសូមពីម៉ាត់ខ្លីបាទអ្នកបច្ចេកទេសវិទ្យុសាស្ត្រហ្នឹងគឺសំខាន់គឺទីមួយគាត់រៀនជំនាញពេទ្យទូទៅដូចគ្នាដែរគឺ basic ណាគឺសំខាន់ភាសាបាទគឺយើងមិនអាចលើកលែងបានទេព្រោះម៉ាស៊ីនទាំងអស់ដែលគេបង្កើតឡើងជា technology ថ្មីទំនើបចុងក្រោយសុទ្ធតែជា digital អញ្ចឹងដូចគាត់ចេះកុំព្យូទ័រចេះប្រើទូរស័ព្ទដៃដូចគ្នាអញ្ចឹងម៉ាស៊ីនដែលមានតម្លៃថ្លៃប្រាក់រាប់លានដុល្លារនោះត្រូវការអ្នកគឺចំនួនច្បាស់លាស់គាត់ជាបានទៅ operate ទៅធ្វើការជាមួយម៉ាស៊ីននោះគឺយើងមិនអាចយកអ្នកដែលផ្សេងណាមិនបានរៀនសូត្រពីវិជ្ជាជីវៈនេះទៅកម្មម៉ាស៊ីនទេយើងគ្រាន់តែឧទាហរណ៍សាមញ្ញមួយឡានថ្មីរបស់គេតម្លៃចំកន្លះលានគេឲ្យទៅក្បែរទេមិនទេតែនេះជារបស់ពេទ្យគឺយើងប្រើ4-10ឆ្នាំណាយើងធ្វើស្រុកគេប្រើ5-6ឆ្នាំប៉ុន្តែខ្មែរយើងប្រើដល់ទៅ7-10ឆ្នាំហើយផ្សេងខ្ញុំប្រើអត់ទាន់ដូរទេនៅកែម៉ែតបាទបានជួយទៅមើលបាទអញ្ចឹងមានន័យថាអ្នកវិជ្ជាជីវៈវិទ្យុសាស្ត្រនេះគឺគាត់ត្រូវការចាំបាច់ណាសម្រាប់វិជ្ជាជីវៈដទៃទៀតដូចជាវិជ្ជាបណ្ឌិតទូទៅឬមួយក៏គ្រូពេទ្យព្យាបាលនិងវិជ្ជាជីវៈដទៃទៀតក្នុងការបំពេញភារកិច្ចត្រូវការភាពដៃគូជាមួយទៅនឹងអ្នកវិច័យទេសវិទ្យុសាស្ត្រហ្នឹងបាទស្វែងជួយស្វែងរករោគវិនិច្ឆ័យបាទក្នុងការស្វែងរករោគវិនិច្ឆ័យបាទដូចជាអញ្ចឹងសំខាន់ណាស់គឺថាបច្ចេកទេសវិទ្យុសាស្ត្រហ្នឹងគឺជាដៃគូរបស់អ្នកបច្ចេកទេសសុខាភិបាលដទៃទៀតក្នុងការស្វែងរករោគវិនិច្ឆ័យនោះបានត្រឹមត្រូវនេះគឺជាអ្វីដែលជាបច្ចេកទេសវិទ្យុសាស្ត្របាទហ្នឹងឯងខ្ញុំសូមអនុញ្ញាតលោកគ្រូមួយទៀតបើតាមខ្ញុំស្ដាប់សាធារណជនមកហើយក្នុងគោលបំណងដើម្បីឲ្យសាធារណជនគាត់អាចកាត់បន្ថយការយល់ច្រឡំបាទអញ្ចឹងខ្ញុំលើកសួរថាការរៀនខាងផ្នែកបច្ចេកទេសវិទ្យុសាស្ត្រហ្នឹងវាមានពាក់ព័ន្ធទៅនឹងការប្រើប្រាស់នៅកម្មរស្មីអីចឹងទៅហើយខាងប៉ះពាល់សុខភាពតើវាជាការពិតដែរទេលោកគ្រូអាហ្នឹងបាទជាការពិតកម្មរស្មីកាលណាយើងប្រើដល់យើងមិនឃុំក្រងវាបានគឺមានហានិភ័យបាទគឺគេមានកម្រិតដែលត្រូវបញ្ចាំងត្រូវបញ្ជូនទៅដល់អ្នកជំងឺចំនួនប្រមាណគេគិតជា microsiever គិតជាអីចឹងទៅតែដោយសារជំនាញនេះយើងរៀនសូត្រយើងមានក្បួនខ្នាតត្រឹមត្រូវព្រោះការធ្វើបន្ទប់ការរៀបចំដំឡើងម៉ាស៊ីនមួយគឺមាន protection គឺថាការគ្រប់គ្រងកម្មរស្មីដោយប្រកបវិជ្ជា
ណាគឺมันធ្វើឲ្យកម្មវិធីស្មីនឹងខ្សោយពេកទៅប៉ះអ្នកជំវិញជាខាងសូម្បីតែអ្នកជំងឺផ្ទាល់ក៏យើងទៅតែគិតទៅតែរក្សាចំនួនទំហំប៉ុណ្ណាដើម្បីឲ្យគាត់ទទួលទៅការព្យាបាលចំកន្លែងចំទីតាំងអញ្ចឹងគឺគាត់មិនមានហានិភ័យទេបាទមានន័យថាគាត់អ្នកបច្ចេកទេសវិទ្យាសាស្ត្រហ្នឹងគឺថាមានជំនាញពិតប្រាកដគឺអាចបញ្ជាម៉ាស៊ីនហ្នឹងឲ្យត្រឹមត្រូវហើយអាចធានាសុខភាពទាំងខ្លួនគាត់ទាំងអ្នកជំនាញផងដែរបាទមានន័យថាបើសិនណាជាបងប្អូនសិស្សានុសិស្សគាត់ចុះយកវិជ្ជាជីវៈបច្ចេកទេសវិទ្យាសាស្ត្រហ្នឹងមានន័យថាបើសិនជាយើងអនុវត្តត្រឹមត្រូវអត់មានហានិភ័យអីទេមិនមានទីហេតុនៅខ្ញុំស្រាប់បាទបើសិនជាប៉ះពាល់គឺខ្ញុំមិនអាចនឹងអង្គុយនិយាយដល់ថ្ងៃហ្នឹងទេបើសិនជាកម្មរស្មីហ្នឹងវាមានហានិភ័យប៉ុន្តែយើងមានការគង់ត្រូវណាចំនួនកម្មរស្មីត្រូវប្រមាណមកលើខ្លួនយើងដូចជាស្តង់ដារអន្តរជាតិក្នុងមួយខែគេមិនឲ្យលើសពី20 microsilver ទេប៉ុន្តែដោយសុខយើងកំពុងតែអភិវឌ្ឍយើងពុំទាន់មានម៉ាស៊ីនដែលវាស់ដូសនឹងត្រូវតែយើងមានដែរមាននៅផ្នែកខាង oncology department គេផ្ញើទៅក្រៅប្រទេសណាគេមើលបើថាលើសពីចំនួនហ្នឹងគឺគេឲ្យបុគ្គលិកហ្នឹងសម្រាប់ចេញមកធ្វើការខាងក្រៅដើម្បីឲ្យវាកុំទទួលរងផលប៉ះពាល់មានន័យថាបើសិនណាជាបងប្អូនសិស្សានុសិស្សគាត់រើសយកគាត់ស្រឡាញ់វិជ្ជាជីវៈបច្ចេកទេសវិទ្យាសាស្ត្រនេះគាត់រៀនចឹងទៅគឺមានបច្ចេកទេសជំនាញត្រឹមត្រូវជាដៃគូរបស់បុគ្គលិកសុខាភិបាលដទៃទៀតហើយដល់ពេលដែលគាត់អនុវត្តគឺហានិភ័យទាំងឡាយបើសិនអនុវត្តតាមហ្នឹងគឺមានការថយបាទហើយមិនត្រឹមប៉ុណ្្នឹងទេគឺនៅពេលដែលគាត់បំពេញភារកិច្ចគឺមាននឹងការតាមដានសុខភាពជាប្រចាំនៅអ្វីដែលគាត់កំពុងតែធ្វើនឹងឯងអញ្ចឹងជាសង្ខេបមកវិញថាបើសិនជាមតិសាធារណជនខាងបច្ចេកទេសវិទ្យាសាស្ត្រហ្នឹងរៀនទៅដូចជាបង្កហានិភ័យគឺមិនមានទេតែណាលោកគ្រូណាបាទអរគុណច្រើនចំពោះការបកស្រាយនេះលោកគ្រូហើយជាពិសេសលោកគ្រូគឺមានបទពិសោធន៍ច្រើនណាលោកគ្រូចាំពីលោកគ្រូធ្វើកិច្ចការមកដល់ពេលហ្នឹងគឺមានរយៈពេលប្រហែលគ្រូដែលពាក់ព័ន្ធដល់ពេលខ្ញុំមានចប់ឆ្នាំ88ចប់ព្រាមចុងឆ្នាំមកធ្វើការដល់ឆ្នាំ89បាទដល់ឆ្នាំ89មកធ្វើការមកទល់បច្ចុប្បន្ននេះហើយបាទ30ឆ្នាំហើយដល់30ជាងខ្ញុំទៅបូកនៅបំពេញភារកិច្ចជាក្របខ័ណ្ឌសវត្ថិបាលដដែលបាទអរគុណច្រើនលោកគ្រូបាទមួយទៀតចង់សួរលោកគ្រូមួយសំណួរមុននឹងជួនទៅដល់លោកគ្រូនាងសារ៉េតបើសិនណាជាបច្ចេកទេសវិទ្យាសាស្ត្រលោកគ្រូបានលើកឡើងមកថាយើងមានរៀនជំនាញត្រឹមត្រូវគឺជាដៃគូតាក់ទងទៅនឹងការធ្វើរោគវិនិច្ឆ័យហើយការដែលគាត់បំពេញភារកិច្ចហ្នឹងគឺមិនមាននៅការប៉ះពាល់ហានិភ័យទៅដល់សុខភាពគាត់បើមិនជាយើងអនុវត្តបានត្រឹមត្រូវយើងមានការកាត់បន្ថយចឹងចង់លោកគ្រូសង្ខេបឲ្យខ្លីថាឥឡូវហេតុអីបានជាយើងត្រូវការអ្នកបច្ចេកទេសវិទ្យាសាស្ត្រនឹងច្រើនលោកគ្រូយើងមិនក៏យើងត្រូវការយើងត្រូវការយ៉ាងម៉េចវាត្រូវការយ៉ាងម៉េចដើម្បីឲ្យអ្នកបច្ចេកទេសវិទ្យាសាស្ត្រហ្នឹងវាសារៈសំខាន់យ៉ាងម៉េចលោកគ្រូចង់និយាយចឹងបាទហើយតែជាចំណេះជំនាញនេះយើងថាថ្មីប៉ុន្តែមិនមែនថ្មីទេគឺសុខភាពកើតយូរដោយសារសង្គ្រាមបាទក៏វារងផលប៉ះពាល់ហើយក្រោយយើងតម្រាប់ពីចំចិត្ត9មកចុះដល់រហូតដល់ឆ្នាំនេះដូចឆ្នាំខ្ញុំនិយាយថាតាំង2006បាទដែលយើងបានរៀបរាប់ប្រមូលដោយសារមានកិច្ចសហប្រតិបត្តិការរបស់ដៃគូបរទេសគឺចែកការតែម្ដងយើងនៅតែមិនប្រគុណគាត់ទេបាទគឺផ្ដើមឡើងដោយគាត់ជួយគ្រប់គ្រងពីក្រសួងសុខាភិបាលសកលផងគឺយើងចាប់ដើមបើកថ្នាក់បរិញ្ញាបត្ររងណា3ឆ្នាំគឺយើងតាំងពីពេលនោះមកទល់បច្ចុប្បន្នយើងបាន16ចំនួនហើយធនធានដែលយើងផលិតបានតែ291នាក់ទេដែលមានសញ្ញាបត្របរិញ្ញាបត្ររងអ្នកបច្ចេកទេសវិទ្យាសាស្ត្របាទហើយចំនួននេះបើធៀបទៅនឹងទូទាំងប្រទេសរបស់យើងកន្លែងដែលមានម៉ាស៊ីនកម្មរស្មី X ជាប់ទាំងពី CT MRI ឡើងគឺអត់ទាន់ចែកគ្នាទៅគឺមិនទាន់គ្រប់ហើយជំនាញនេះសូមប្រាប់ដល់បងប្អូនបើរៀនគឺងាយស្រួលហើយដែរបានងាយស្រួលព្រោះអត់សូវស្មុគស្មាញគឺសំខាន់ technology បាទមួយជាមួយម៉ាស៊ីនដែលយើងត្រូវប្រតិបត្តិជាមួយគឺមានក្បួនខ្នាតរបស់វាត្រឹមត្រូវដូចយើងមានកុំព្យូទ័រដូចអីចឹងប៉ុន្តែគឺយើងសំដៅធ្ងន់ទៅលើសុខភាព human របស់យើងណាតាំងពីក្បាលរហូតដល់ចុងជើងយើងនិយាយឲ្យសាមញ្ញខ្លីចុះបាទគឺត្រូវការពិនិត្យទាំងអស់ចឹងហើយបានការដែលយើងសិក្សារៀនសូត្រឲ្យច្បាស់លាស់នេះគឺប្រកបវិជ្ជាគឺយើងធ្វើជាមួយនឹងម៉ាស៊ីនណាឧបករណ៍ម៉ាស៊ីនជួយអ្នកជំនួយយើងថតឲ្យឃើញរូបភាព analysis ភ្លាម select យកភ្លាមជូនទៅគ្រូពេទ្យដែលជា
radiology គាត់ជាអ្នកមើលបន្ថែមទៅលើការធ្វើរូបវិនិច្ឆ័យផ្ទាល់តែម្ដងបាទព្រោះឥឡូវសម័យឥឡូវគឺជឿនលឿនបើពីដើមមកយើងនៅមានដែរអាណាឡុកថតទៅនៅលាងដៃលាងដោយសារទឹកអីឥឡូវវាកាត់បន្ថយច្រើនសិតតែជា digital ដូចទូរស័ព្ទដៃយើងចុចថតទៅឃើញរូបតែម្ដងអញ្ចឹងគឺបងប្អូនមិនថាអូរៀនទៅបាអីមិនព្រោះថតភ្លាមឃើញរូបភ្លាមបាទឲ្យតែមានការប្រើប្រាស់ដោយត្រឹមត្រូវទៅលើប៉ារ៉ាម៉ែត្រដែលម៉ាស៊ីនគឺសិតហើយស្រាប់បាទណាជា digital គឺសិតហើយស្រាប់ថតក្បាលចុចក្បាលទៅចេញតាកូលេឲ្យយើងតែម្ដងឃើញស្រួលបាទគឺសោះទៅពិបាកអីបន្តិចបាទគ្រាន់តែមើល check link តិចមករៀបចំយ៉ាងម៉េចទៅយ៉ាងម៉េចគឺងាយស្រួលមែនតើបាទវិជ្ជាជីវៈនេះគឺងាយស្រួលក្នុងការសិក្សាខិតខំបំពេញការងារទៅតាមការណែនាំរបស់គ្រូអនុវត្តឲ្យបានត្រឹមត្រូវរយៈពេលខ្លីការសិក្សាឆ្នាំចង់សួរលោកគ្រូដោយសារពេលវេលារបស់យើងក៏ចេះរំកិលទៅមុខមុននឹងជំនួសទៅលោកគ្រូនាងសារ៉េលោកគ្រូជួយសង្ខេបខ្លីយ៉ាងខ្លីថាផលប្រយោជន៍យ៉ាងម៉េចដែលសិស្សគាត់ចូលក្នុងវិជ្ជាជីវៈបច្ចេកទេសវិទ្យាសាស្ត្រហ្នឹងតើគាត់ទទួលបានផលប្រយោជន៍យ៉ាងម៉េចលោកគ្រូបាទបើនិយាយផលប្រយោជន៍និយាយទៅទីផ្សារបាទណាទីផ្សារមុខជំនាញទាំងអស់យើងលើកមកតាំងពីខាងថែទាំតាំងពីការធ្វើជាបាលដោយចលនាឆ្មោកឬក៏ជាអ្នក laboratory គឺច្រើនមែនតើឲ្យគាត់ត្រូវទទួលខុសត្រូវជាប់រាប់ជាមួយអ្នកជំងឺតែម្ដងបាទគឺត្រូវមើលថែ24ម៉ោងលើ24ម៉ោងហើយអ្នកបច្ចេកទេសវិទ្យាសាស្ត្ររបស់យើងគាត់ទទួលអ្នកជំងឺមកទទួលការថែទាំព្យាបាលតែមួយពេលធ្វើ X-ray radiography តែប៉ុណ្ណោះទេដោយទទួលខុសត្រូវគោរពក្រមសីលធម៌ជាជីវៈការពារ infection control ណាការមិនចម្លងរោគគាត់ថតរួចគាត់រួចរាល់ធ្វើរូបភាពបានត្រឹមត្រូវគ្រូពេទ្យអ្នកបកប្រែណាយកលទ្ធផលគឺយើងចាប់ភារកិច្ចយើងមួយយើងអត់មានមកចាំមើលជំងឺនឹងគាត់ឧទាហរណ៍ដាក់សេរ៉ូមកផ្លោកឬក៏តែចាក់ថ្នាំមកបញ្ចូលប្រហែលម៉ោងក្រោយត្រូវមើលគាត់មានហានិភ័យអីកើតឡើងណាគឺរយៈពេលគឺទទួលយកបានណាបាទគាត់ទទួលគាត់ថតវិញយើងថតវិញបាទតែដូចយើងថតវិញគ្នាប៉ុណ្ណាយើងថតជាបច្ចេកទេសពេទ្យបាទថតហើយយើងចាប់ការងារយើងហើយនិយាយទីផ្សារដូចខ្ញុំនិយាយមិនចឹងចំនួនមិនទាន់គ្រប់ទេសូម្បីតែនៅមន្ទីរពេទ្យកោះធំដែលមានម៉ាស៊ីន scanner radio ក៏អត់ទាន់មានអ្នកបច្ចេកទេសវិទ្យាសាស្ត្រនៅក្នុងនេះដែរសំណុំពរដែរបាទព្រោះយើងមានជំនាញប្រកបវិជ្ជាចំការក្រសួងមន្ទីរនានាតាមខេត្តតាមបណ្ដាខេត្តនានាជ្រើសរើសបុគ្គលិកអ្នកដែលមានជំនាញបច្ចេកទេសវិទ្យាសាស្ត្រយកទៅប្រើប្រាស់ឲ្យអស់លទ្ធភាពបាទដើម្បីឲ្យចំដើម្បីយើងមិនរំលោភវិជ្ជាជីវៈគ្នាទៅវិញទៅមកបាទអរគុណច្រើនលោកគ្រូក្នុងការលើកឡើងសំខាន់នេះខ្ញុំសង្ខេបខ្លីគឺថាឥឡូវមកដល់ពេលបច្ចុប្បន្ននេះគឺអ្នកវិជ្ជាជីវៈវិទ្យាសាស្ត្រហ្នឹងគឺនៅមានចំនួនមានកម្រិតយើងត្រូវការណាដូច្នេះហើយគឺថាឱកាសនៃការងារនោះគឺមានខ្ពស់តែម្ដងបាទហើយបើសិនជារបស់ហ្នឹងវានៅមានតិចចឹងគឺថាត្រូវការច្រើនហ្មងបាទត្រូវការច្រើនហើយចំពោះការសិក្សានោះគឺមានរយៈពេលខ្លីបានតែ3ឆ្នាំទេมันសុខស្មាញដោយលោកគ្រូបានលើកឡើងបាទអរគុណច្រើនលោកគ្រូខ្ញុំសូមជូនទៅលោកគ្រូនាងសេរីវិញបាទលោកគ្រូគឺជាអ្នកដែលទទួលបន្ទុកខាងផ្នែកបញ្ញាបត្ររងបច្ចេកទេសវិទ្យាសាស្ត្រនៅសាកលវិទ្យាល័យសុខាភិបាលសូមលោកគ្រូជួយឲ្យយោបល់មកដើម្បីឲ្យសិស្សដែលគាត់ចាប់អារម្មណ៍នៅក្នុងវិជ្ជាជីវៈបច្ចេកទេសវិទ្យាសាស្ត្រនេះដើម្បីខ្លាយទៅជាអ្នកបច្ចេកទេសវិទ្យាសាស្ត្រតើលោកគ្រូឲ្យយោបល់យ៉ាងម៉េចដើម្បីគាត់ត្រៀមខ្លួនដើម្បីចូលរៀននឹងអ្នកបច្ចេកទេសវិទ្យាសាស្ត្រនេះបាទសូមអរគុណច្រើនបាទចំពោះសំណួរដែលមានអត្ថន័យបាទមុននឹងឆ្លើយសំណួរបាទខ្ញុំសូមគោរពអាយដាមលោកជំទាវបាទសាធារណជនទាំងអស់បាទជាពិសេសគឺក្មួយបាទដែលទើបនឹងចប់បាទដែលមានសញ្ញាបត្រទុតិយភូមិឬក៏សញ្ញាបត្របាក់ឌុបតែកំពុងតែព្យាយាមថាតើគួររៀនអីដែលល្អសម្រាប់បាទវិជ្ជាជីវៈរបស់គាត់បាទអញ្ចឹងតកតងជាមួយនឹងវិជ្ជាជីវៈវិទ្យាសាស្ត្រដើម្បីអាចនឹងចូលរៀននៅវិជ្ជាជីវៈនេះបានគប្បីទី1គឺទល់តែមានអ្នកនឹងមានសញ្ញាបត្រទុតិយភូមិឬសញ្ញាបត្របាក់ឌុបសិនបាទអញ្ចឹងបន្ទាប់ពីបាទមានសញ្ញាបត្រនឹងហើយទើបអនុញ្ញាតឲ្យមានសិទ្ធិនៅក្នុងការប្រឡង
បាទថ្នាក់ជាតិព្រោះតកតងជាមួយនឹងការចូលរៀននៅវិជ្ជាជីវៈមួយនេះគឺចាំបាច់បាទត្រូវតែមានការប្រឡងជ្រើសរើសថ្នាក់ជាតិជាមុនសិនបាទអញ្ចឹងគឺត្រូវតែស្នើសុំបាទដាក់តំណបាទទិញតំណដើម្បីព្យាយាមបាទដើម្បីស្នើសុំអនុញ្ញាតជ្រើសរើសបាទប្រឡងជ្រើសរើសចូលរៀនបាទនៅមុខវិជ្ជាជំនាញនេះបាទ បាទសូមអរគុណច្រើនលោកគ្រូបាទក្នុងការលើកឡើងមានន័យថាដើម្បីចូលរៀនរឿងនេះគឺទទួលត្រូវចូលរួមក្នុងការប្រកួតប្រជែងអញ្ចឹងលោកគ្រូណាហើយការប្រកួតប្រជែងគឺជាការប្រកួតប្រជែងថ្នាក់ជាតិចូលរៀនដោយគណៈកម្មការប្រឡងថ្នាក់ជាតិចូលរៀនក្នុងខ្សែសង្ខេបបាទមានន័យថាថ្ងៃចង់សួរលោកគ្រូទៀតថាបន្ទាប់ពីគាត់ទទួលបាននៅសញ្ញាបត្របាក់ឌុបរួចហើយហ្នឹងតើគាត់គួរតែត្រៀមនៅមុខវិជ្ជាអីខ្លះដើម្បីគាត់អាចត្រៀមខ្លួនក្នុងការប្រឡងចូលរៀននៅក្នុងថ្នាក់បញ្ញាបត្ររងបច្ចេកទេសវិទ្យាសាស្ត្រនឹងគ្រូបាទសូមអរគុណបាទអញ្ចឹងមុខវិជ្ជាដែលត្រៀមនៅក្នុងការប្រឡងអាចជាប់បាទរៀននៅវិជ្ជាជីវៈមួយនេះគឺទី1គឺមុខវិជ្ជាគណិតវិទ្យាបាទទី2គឺគីមីវិទ្យាបាទទី3គឺជីវវិទ្យាបាទអញ្ចឹងទោះតែអ្នកដែលមានចំណេះដឹងល្អតាក់ទងមុខវិជ្ជាទាំង3ហ្នឹងទើបអាចប្រឡងជាប់បាទព្រោះតាក់ទងការប្រឡងគឺយើងប្រឡងជ្រើសរើសបាទប្រកួតប្រជែងបាទអរគុណច្រើនលោកគ្រូជាទូទៅតើចំនួននៃការជ្រើសរើសប្រហែលប្រមាណក្នុងមួយឆ្នាំគ្រូបាទជាទូទៅក្នុងមួយឆ្នាំការជ្រើសរើសនៅក្នុងជំនាញមួយនេះគឺ120នាក់បាទក្នុងមួយឆ្នាំប្រហែលជា120នាក់ចឹងយើងឃើញថាមានចំនួនច្រើនលោកគ្រូហើយដល់ពេលលោកគ្រូគាត់ត្រូវការទីផ្សារគឺសង្ឃឹមថាបងប្អូនសិស្សានុសិស្សដែលគាត់បានស្ដាប់ហើយយល់អំពីសារៈសំខាន់នៃវិជ្ជាជីវៈនៃបច្ចេកទេសវិទ្យាសាស្ត្រហ្នឹងគឺអាចយល់ហើយបើសិនជាទីផ្សាររបស់យើងនៅមានប្រវត្តិច្រើនហើយងាយស្រួលសិក្សារយៈពេលខ្លីចេញមកវិញយើងមានកិច្ចការងារធ្វើរងចាំតែម្ដងបាទតែរងចាំមកដល់ទីផ្សារការងារបាទអញ្ចឹងជំនាញហ្នឹងគឺមានន័យថាយើងទៀមទាច្រើនហើយអាចទទួលបានហ្នឹងមានភាពងាយស្រួលបាទលោកគ្រូដើម្បីឲ្យរៀនបកកែខាងហ្នឹងដោយសារលោកគ្រូជាអ្នកកាន់លើកិច្ចការងារហ្នឹងចំនួននេះខ្ញុំប្រកល់ជូនលោកគ្រូផងដែរនៅពេលខ្លះនិស្សិតគាត់គួរត្រៀមយ៉ាងម៉េចដើម្បីឲ្យគាត់គិតថាគីឡូត្រូវចេះស្អីច្រើនដឹងដើម្បីចូលរៀនវិជ្ជាជីវៈហ្នឹងតើត្រូវឲ្យរៀនបកកែចេញមកហ្នឹងតើលោកគ្រូគិតថាគួរមានដំបូងមានស្អីខ្លះជូនដល់សិស្សានុសិស្សបាទសំខាន់បំផុតគឺតាក់ទងជាមួយនឹងមុខវិជ្ជាទាំង3ដែលខ្ញុំបានលើកឡើងមិញហ្នឹងបាទហើយតាក់ទងជាមួយនឹងកម្មវិធីនៃការប្រឡងគឺគេយកបាទសិភៅថ្នាក់ទី12ហ្នឹងឯងបាទអញ្ចឹងគឺអាចព្យាយាមបាទនៅក្នុងការសិក្សាតាក់ទងជាមួយនឹងមុខវិជ្ជាទាំង3នៅក្នុងកម្មវិធីសិក្សាថ្នាក់ជាតិបាទថ្នាក់ទី12ហ្នឹងគឺអាចប្រឡងជាប់ហើយបាទអូខេអញ្ចឹងមានន័យថាដើម្បីប្រឡងជ្រើសចូលរៀនហ្នឹងគឺយើងប្រើប្រាស់នៅថ្នាក់ជាតិកម្មវិធីថ្នាក់សុខសាស្ត្រទុតិយភូមិថ្នាក់ទី12នឹងដដែលទេបាទអញ្ចឹងគឺប្រើប្រាស់រឿងហ្នឹងដោយមុខវិជ្ជា3ដែលលោកគ្រូបានលើកមកហ្នឹងឯងណាបាទចង់សួរទៅលោកគ្រូវិញថាបើសិនជាគាត់បាទជាប់ហើយណាគាត់ជួនកាលបារម្ភខ្ញុំបារម្ភណានឹងរៀនលំបាកអីយ៉ាងម៉េចដើម្បីឲ្យដោយសារលោកគ្រូគឺជារៀនច្បងធំនៅក្នុងកិច្ចការងារហ្នឹងពីដើមមកលោកគ្រូយើងឃើញថាដើម្បីឲ្យកូនសិស្សហ្នឹងរៀនបកកែនៅក្នុងវិជ្ជាជីវៈហ្នឹង3ឆ្នាំហ្នឹងរៀនបកកែហ្មងណាលោកគ្រូមានជាកលឹះយ៉ាងម៉េចលោកគ្រូបាទដើម្បីជួយចែកម្លេចដល់សិស្សបាទការរៀនសូត្រនេះយើងដឹងហើយវិជ្ជាជីវៈពេទ្យសិតតែភាសាបច្ចេកទេសទាំងអស់គឺយើងត្រូវពឹងផ្អែកទៅលើភាសាបរទេសជាយានដើម្បីយើងទន្ទឹងទៅងាយយល់ចាំហើយការបង្រៀនរបស់ខ្ញុំគឺយើងនិយាយតែភាសាខ្មែរនេះឯងប៉ុន្តែបច្ចេកទេសគឺយើងមិនអាចព្រោះភាសាយើងបកនៅមានកម្រិតទៅទាំងលោកគ្រូព្រោះសម្រាប់សភៅនៅបណ្ដាលហើយស្ថិតភាសាគេទាំងអស់នេះសភៅអីបានបន្តយើងយកពីសភៅនោះទាំងអស់យកមកបង្រៀនអញ្ចឹងដើម្បីគាត់ងាយចាប់ចេះយល់ដឹងបានពី technology scientific គាត់យល់ហើយភាសាបារាំងឬអង់គ្លេសត្រូវមើលយល់អានបានដឹងដូចគាត់ប្រើទូរស័ព្ទដៃដែរលោកគ្រូបាទយើងនិយាយពី technique គឺម៉ាស៊ីនជាឧបករណ៍ទំនើបជា scientific កាលណាមន្ទីរពេទ្យកំងទិញគឺលំដាប់ចុងក្រោយបាទអញ្ចឹងតើតើគ្រឿងម៉ាស៊ីនដែលខ្ញុំនិយាយមុនហ្នឹងថាតម្លៃរាប់លាននោះអូនត្រូវមើលអក្សរនឹងឲ្យដាច់ណាការប្រើប្រាស់ជា manual book ណារបៀបប្រើប្រាស់មិនប៉ុន្តែដល់ពេលយើងរៀនចប់
គឺការងារជាអ្នកបង្រៀនយើងវិញបាទជាអ្នកបង្រៀនយើងវិញខ្ញុំលើកឧទាហរណ៍បញ្ញាបត្ររងដែលគាត់មានយើងរៀនបានហើយសិស្សដែលតាំងពីនោះមកដល់នេះបើគណិតការងារដែលគាត់ធ្វើបំពេញនៅជាមួយខ្ញុំរាល់ថ្ងៃក៏ប៉ាស្ទេគាត់ទៅបញ្ញាបត្របាត់ហ่ะបាទព្រោះគាត់ធ្វើដល់កម្ពុជាហើយម៉ាស៊ីនមកប្រហែលក៏អត់មានតមានទិសអីផងបាទម៉ាស៊ីនបាញ់កម្មរស័យមួយពី3លានដុល្លារបាទអាម៉ាស៊ីនអង់ហ្សូនេះឈោះតសៃឈាមតបចិត្តនេះ2លានកន្លះបាទយើងសម័យនេះប៉ុណ្ណឹងតើបងប្អូនមានចិត្តថាចង់ប៉ះកម្មនេះខ្លាចជាអ្នកជំនាញកម្មហ្នឹងទេបាទយ៉ាងហ្នឹងគឺជាចំណុចមួយដែលតាគួរឲ្យយើងបាទពិចារណាខ្លួនឯងណាបាទមានន័យថាសំខាន់ក្រៅអំពីជំនាញផ្សេងស្ដាប់លោកគ្រូអ្នកគ្រូខិតខំបំពេញការងារភាសាបរទេសមួយទៀតបាទគឺជាយានមួយដើម្បីឲ្យនិស្សិតហ្នឹងគាត់អាចស្រាវជ្រាវគាត់អាចអានគាត់អាចបំពេញការងារងាយស្រួលក្នុងការប្រើប្រាស់ឧបករណ៍នេះដែលជាជំនាញគន្លឹះរបស់វិជ្ជាជីវៈហ្នឹងបាទអរគុណច្រើនលោកគ្រូបាទសូមសួរលោកគ្រូសេរីបន្តទៀតកម្មវិធីរបស់យើងបច្ចុប្បន្នវាមានត្រឹមតែកម្រិតបញ្ញាបត្ររងបាទប៉ុន្តែចង់សួរលោកគ្រូថាព្រោះសិស្សអីគាត់ថាអីត្រឹមបញ្ញាបត្ររងអញ្ចឹងតិចថ្ងៃក្រោយខ្ញុំមិនអាចខ្លាយទៅជាអ្នកស្អីផ្សេងទៀតមិនលោកគ្រូហ្នឹងគាត់ថាបញ្ញាបត្រឬស្អីទៀតតើសាកលវិទ្យាល័យជាសាស្ត្រសុខាភិបាលមានគម្រោងក្នុងការធ្វើឲ្យកម្រិតអ្នកវិជ្ជាជីវៈបច្ចេកទេសខាងផ្នែកវិទ្យាសាស្ត្រហ្នឹងមានបន្តទៅមុខទៀតទេឲ្យគាត់ខ្លាយទៅជាអ្នកមានបញ្ញាបត្រឬទៅមុខទៀតបាទសូមជឿលោកគ្រូបាទសូមអរគុណច្រើនបាទចំពោះសំណួរនេះបាទអញ្ចឹងតកតងចក្ខុវិស័យរបស់សាកលវិទ្យាល័យជាសាស្ត្រសុខាភិបាលគឺអត់មែនតែប៉ុណ្្នឹងទេអត់មែនត្រឹមតែបញ្ញាបត្ររងនោះទេបាទអញ្ចឹងឥឡូវនេះយើងកំពុងតែរៀបចំកម្មវិធីបន្តទៀតបាទគឺបណ្ដុះបណ្ដាលបន្តពីបញ្ញាបត្ររងទៅបរិញ្ញាបត្រនិងកម្មវិធីបរិញ្ញាបត្របាទកំពុងតែរៀបចំបាទអាចប្រហែលជា2ឆ្នាំ1ឆ្នាំឬក៏2ឆ្នាំទៀតអាចនឹងមានកម្រិតមួយខ្ពស់ជាងបញ្ញាបត្ររងបាទអរគុណច្រើនលោកគ្រូបាទនេះគឺជាដំណឹងល្អមួយសម្រាប់សិស្សហើយលោកគ្រូក៏កំពុងទន្ទឹងរង់ចាំនឹងដែរនៅក្នុងនេះដែរក៏ពួកយើងខ្ញុំនេះឯងមកចេញពីមន្ទីរពេទ្យទៅបាទហើយយើងចេញពីបញ្ញាបត្ររងនេះទៅហើយកំពុងតែចងក្រងធ្វើរឿងនេះជាមួយនឹងសកលបាទដៃរត់ជើងវាដើម្បីយើងចែករំលែកទីគ្រីស្ទារបស់សហនិយាយថាអ្នកជំនាញរបស់យើងឲ្យគាត់ឈានដល់កម្រិតកម្ពស់នោះព្រោះយើងមានជុំវិញយើងគឺមានអស់ហើយបាទហើយយើងក៏គួរតែនឹងឈានឲ្យដល់គេដែរដូចខ្ញុំរៀបរាប់មិញហ្នឹងគឺជំនាញអ្នកធ្វើហ្នឹងគឺគាត់ទៅដល់ហើយប៉ុន្តែគាត់នៅបំពេញបន្ថែមដើម្បីយកជាសញ្ញាបត្រប៉ុន្តែសញ្ញាបត្រហ្នឹងគាត់តែជាផុសតាមមួយដែលឲ្យយើងឃើញបានដឹងថាជាកម្រិតរបស់គាត់ប៉ុន្តែការងារដែលគាត់អនុវត្តគឺធំធេងបាទធំធេងណាស់គឺជាវិជ្ជាជីវៈដែលមានសារៈសំខាន់បាទហើយអនាគតទៅសាកលវិទ្យាល័យជាសាកលវិទ្យាល័យជាសាស្ត្រសុខាភិបាលនឹងពង្រីកបន្ថែមកម្រិតសញ្ញាបត្របន្ថែមតែខ្ពស់អញ្ចឹងសិស្សគាត់អាចចូលមកបញ្ញាបត្ររងក៏បន្តទៅបរិញ្ញាបត្រក៏អាចបន្តទៅកិច្ចការងារផ្សេងទៀតក្នុងកម្រិតវិស័យវិទ្យាសាស្ត្រសុខាភិបាលបាទអញ្ចឹងបានន័យថាមិនមានការបិទផ្លូវឬមួយក៏ស្អីទេទាក់ទងទៅលើការសិក្សានេះឯងបាទដោយសារតែបាទលោកគ្រូខ្ញុំចង់សុំថែមបន្តិចបាទកុំឲ្យថាបងប្អូនរៀនទៅក៏លោរងចាំយូរបាទព្រោះមន្ទីរពេទ្យគឺមានការបណ្ដុះបណ្ដាលគ្រប់កន្លែងទាំងអស់អ្វីដែលគាត់មានឧបករណ៍ទំនើបថ្មីដាក់ឲ្យតែយើងមានភាសាមានចិត្តចង់រៀនគឺបញ្ជូនបញ្ជូនឲ្យទៅរៀនគឺលើកកម្ពស់នៃការបណ្ដុះបណ្ដាលជាប្រចាំបាទគ្រប់បុគ្គលទាំងអស់ឲ្យតែលះបង់ថាទៅរៀនបានតែបញ្ជូនទៅដើម្បីបំពេញមកជួយកសាងប្រទេសយើងឡើងវិញបាទបន្តទៀតដោយសារតែពេលវេលារបស់យើងជិតផុតមែនទែនហើយខ្ញុំសូមអនុញ្ញាតលោកគ្រូទាំងពីរបាទជួយសំណួរចុងក្រោយនេះតើលោកគ្រូមានអ្វីដែលជាការផ្ដាំផ្ញើទៅសិស្សដែលពាក់ព័ន្ធទៅនឹងការជ្រើសរើសថាតើវិជ្ជាជីវៈបច្ចេកទេសវិទ្យាសាស្ត្រនេះមានសារៈសំខាន់យ៉ាងម៉េចដែលសិស្សគួរជ្រើសរើសបាទសូមជួយលោកគ្រូចាំលោកគ្រូសេរីបាទសូមជួយលោកគ្រូបាទដូចខ្ញុំនិយាយបកទៅក្រោយវិញមិនអញ្ចឹងបាទជំនាញវិជ្ជាជីវៈនេះរយៈពេល3ឆ្នាំខ្លីរៀនឆាប់ងាយយល់ចេះដឹងបាទហើយយើងគោរពទៅតាមគោលការណ៍នៃវិជ្ជាជីវៈដែលយើងរៀនពីឆ្នាំទី1គឺយើងរៀនទូទៅហើយបាទពី anatomy របស់សរីរាង្គរបស់យើងគឺសំខាន់ច្បាស់លាស់ហើយប្រកបពីនោះមកគឺបច្ចេកទេសតែម្ដងចូលឆ្នាំទី2គឺបច្ចេកទេសគឺនិយាយពីរបៀបរៀបចំថតហើយត្រូវចេះមើលសភាពអ្នកជំងឺយ៉ាងម៉េចបាទត្រូវថតគាត់ទៅតាមលក្ខណៈណាពេលណាគួរមិនគួរនោះហើយជា
ភាសាសាមញ្ញមួយដែលខ្ញុំថាងាយរៀនសូត្រមែនតើបាទมันជាពិបាក បាទ បាទ អរគុណលោកគ្រូ បាទ បាទចុះលោកគ្រូសេរីវិញមានអីជា5ថ្ងៃចុងក្រោយបាទជួយជំរាបសិស្ស ជាចុងក្រោយបាទខ្ញុំសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបាទនឹងការតាមដានរបស់សាធារណជនទាំងអស់បាទជាសរុបសេចក្តីមកបាទខ្ញុំចង់បញ្ជាក់ថាតកតងនឹងវិជ្ជាជីវៈបច្ចេកទេសវិទ្យាសាស្ត្របាទជាវិជ្ជាជីវៈមួយបាទដែលសំខាន់ផងដែរនៅក្នុងវិស័យសុខាភិបាលបាទហើយមានភារកិច្ចនៅក្នុងការជួយវិជ្ជបណ្ឌិតបាទនៅក្នុងការធ្វើរោគវិនិច្ឆ័យបាទដោយប្រើប្រាស់នៅបច្ចេកវិទ្យាផ្សេងដូចជាបាទលោកគ្រូបានលើកឡើងហើយដូចជាការថត X-ray បាទដូចជាការធ្វើ CT scan បាទដូចជាការធ្វើ MRI ឬក៏ ultrasound ជាដើមបាទអញ្ចឹងបាទនៅពេលអនាគតតកតងនៅអាជីពមួយនេះបាទនឹងកាន់តែមានតម្លៃបាទនឹងកាន់តែមានតម្រូវការកាន់តែខ្ពស់បាទជាពិសេសបាទឥឡូវនេះគឺចំនួនអ្នកដែលរៀនចប់ផ្នែកបច្ចេកទេសវិទ្យាសាស្ត្រហ្នឹងគឺបាទតាំងពីចាប់ផ្ដើមមកបានត្រឹមតែ291អ្នកតែប៉ុណ្ណឹងបាទអញ្ចឹងបើយើងធ្វើការប្រៀបធៀបទៅចំនួននៅខ្វះច្រើនមែនតើរហូតដល់អ្នកខ្លះខ្លួនតែម្នាក់នេះអាចធ្វើការពី3កន្លែងទៀតបាទនេះគឺជាតម្រូវការនៃទីផ្សារបាទដែលចាំបាច់ដែលយើងចង់និយាយថារៀនចប់មានការងារធ្វើបាទអញ្ចឹងសូមជាពិសេសគឺសូមក្មួយដែលទើបតែជាប់សញ្ញាបត្របាក់ឌុបបាទគួរពិចារណាទៅលើវិជ្ជាជីវៈមួយនេះបាទសូមអរគុណ អរគុណច្រើនលោកគ្រូបាទសូមអរគុណច្រើនលោកគ្រូបាទដោយសារពេលវេលារបស់យើងក៏អស់ហើយយើងមាននៅប្រធានបទចំនួន3ថែមទៀតជាបន្តបន្ទាប់នៅថ្ងៃទី23 24នៅថ្ងៃទី30បាទដែលប្រធានបទបន្តទៀតនោះគឺថាតើវិជ្ជាជីវៈបច្ចេកទេសវិទ្យាសាស្ត្រចូលរួមចំណែកក្នុងការលើកកម្ពស់សុខុមាលភាពរបស់យើងយ៉ាងដូចម្ដេចបាទហ្នឹងធានបទបន្តទៀតហើយបន្តមកទៀតគឺយើងមានធានបទថាតើសិស្សដែលរៀនវិជ្ជាជីវៈហ្នឹងនឹងទទួលបានអត្ថប្រយោជន៍អីខ្លះដែលនឹងយកសំណួរនេះទៅជាពង្រីកឲ្យធំបាទដែលធ្វើសំណួររួមហ្នឹងបាទយើងនឹងមានប្រធានបទមានពេលមួយនឹងធ្វើរឿងហ្នឹងហើយចុងក្រោយវិញយើងយកករណីជាក់ស្ដែងបាទយកមកបង្ហាញថានេះលោកគ្រូបានបង្ហាញអញ្ចឹងករណីជាក់ស្ដែងគឺមាននៅអ្នកវិជ្ជាជីវៈដែលគាត់ជាអ្នកដែលគាត់បំពេញការងារផ្ទាល់មកបង្ហាញថាអូបើគាត់បំពេញការងារហ្នឹងទៅគាត់ត្រូវការអ្នកបច្ចេកទេសវិទ្យាសាស្ត្រយ៉ាងម៉េចដែលនឹងមានធានបទ3ហ្នឹងដូច្នេះសូមជូនជាព័ត៌មានជូនទៅដល់សាធារណជនទាំងអស់ជាពិសេសបងប្អូនសិស្សានុសិស្សដែលប្រឡងជាប់មធ្យមសិក្សាទុតិយភូមិតាក់ទងទៅនឹងកិច្ចការងារដើម្បីខ្លាយខ្លួនទៅជាអ្នកបច្ចេកទេសវិទ្យាសាស្ត្រហើយនឹងតែយើងត្រូវធ្វើយើងមិនដាច់នេះគឺថាសូមในការតាមដានចំពោះប្រធានបទដែលយើងមាន3បន្តបន្ទាប់នេះដែលរៀបចំឡើងដោយវេទិការបស់ស្កបចភាសាសុខាភិបាលបាទជាចុងបញ្ចប់នេះខ្ញុំបាទសូមគោរពអរគុណជូនដល់លោកគ្រូទាំងពីរដែលបានចំណាយពេលវេលាដ៏មានតម្លៃចូលរួមនៅក្នុងការផ្ដល់ជាព័ត៌មានដល់ជាចំណេះដឹងបន្ថែមជូនទៅដល់បងប្អូនក៏ដូចជាសាធារណជនដែលពាក់ព័ន្ធទៅនឹងអត្ថបញ្ចោតនៃអ្នកបច្ចេកទេសវិទ្យាសាស្ត្របាទខ្ញុំបាទសូមគ្រប់ផ្នែកអរគុណសូមគ្រប់លាក្រុមនេះបាទសូមអរគុណចំពោះសាធារណជនទាំងឡាយបាទសូមអរគុណសូមអរគុណបាទ